ធាតពិតរបស់ម៉ែឯងមិនសូវមានចំណេះដឹងជ្រៅជ្រះតែម៉ែព្យាយាមគ្រប់បែបយ៉ាងដើម្បីឲ្យកូនបានរៀនសូត្រមានចំណេះដឹងជ្រៅជ្រះដូចកូនគេដទៃម៉ែឯងមិនមែនជាមនុស្សស្រីល្អអស្ចារ្យតែម៉ែតែងតែអប់រំទូមានព្រាមប្រដៅកូនឲ្យខ្លាចទៅជាមនុស្សដែលល្អនៅក្នុងសង្គមម៉ែឯងមិនមែនជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភតែម៉ែមានសមត្ថភាពគ្រប់គ្រាន់ដែលអាចចិញ្ចឹមកូនគ្រប់គ្នាឲ្យរស់ធំធាត់បានរហូតដល់បច្ចុប្បន្នពាក្យម៉ែជាពាក្យដែលកូនត្រូវចងចាំពាក្យម៉ែមួយម៉ាត់ជាពាក្យយ៉ាងខ្លីពាក្យម៉ែមានន័យសំខាន់ខ្លាំងណាស់ពាក្យម៉ែពីរោះគួរក្រាបសំពះពាក្យម៉ែពាក្យព្រះឈ្នះមារក្នុងលោកពាក្យម៉ែកូនហៅជារៀងរាល់ថ្ងៃពាក្យម៉ែមានន័យថ្លៃកប់ពពកពាក្យម៉ែជាពាក្យមិនងាយនឹងរងពាក្យម៉ែកូនជ្រោជំរកសុខសាន្តពាក្យម៉ែកូនហៅកក់ក្ដៅពេកពិតពាក្យម៉ែតែងស្ថិតក្នុងចិត្តគ្រប់ប្រាណពាក្យម៉ែជ្រោយជ្រាបពេញចិត្តសន្តានពាក្យម៉ែហៅបានគ្រប់ពេលវេលាពាក្យម៉ែកូនចាំគ្មានថ្ងៃបំភ្លេចពាក្យម៉ែរំលេចដោយព្រមវិហារពាក្យម៉ែដកជាប់ក្នុងចិត្តគ្រប់គ្នាពាក្យម៉ែគឺជាពាក្យត្រូវចងចាំសូមអរគុណចំពោះការតាមដានស្ដាប់និងទស្សនារបស់លោកអ្នក